អនុញ្ញាតគ្រប់នៅជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាជាទីស្រឡាញ់សាកុំមកកាន់នីតិកន្សារបស់មានសារជាថ្មីម្ដងទៀតហើយបំណងជាមួយនឹងសាររឿងថ្មីដែលតាក់ទងជាមួយនឹងលោកតាដែលគាត់រើសអេតចាយប្រិយមិត្តទាំងអស់គ្នាឃើញវីដេអូនេះហើយដែលលំនាំដើមពីមុននឹងដែលគេប្រាប់ថានៅស្រុកភូមិមួយកន្លែងហ្នឹងកាលពីដើមមកគេបូជាសាកសពរបស់កូនក្មេងដាក់ចូលក្នុងហັບដែកនេះហើយសាច់រឿងនឹងទៅជាយ៉ាងណាខ្ញុំក៏មានរឿងនិទានផ្សាយជូនប្រិយមិត្តស្ដាប់ទាំងអស់គ្នាជាការកំសាន្តសាររឿងនេះកើតឡើងនៅក្នុងភូមិមួយដែលនៅក្នុងភូមិហ្នឹងខ្ញុំប្រកបមុខរបរធ្វើជាអ្នករើសអេតចាយចាស់ហើយពីអ្នកយាយតាហើយ3អ្នកចៅនឹងឯងហើយខ្ញុំនេះមកនៅកន្លែងកំណសម្រាមនេះគឺមកដែរតន់គេចូលមកដល់នឹងគឺគេហឺអស់ខ្ទេចខ្ទីអស់ហើយដោយសារតែកន្លែងទៅដើរប្រមូលសម្រាមតាមមុខផ្ទះគេអញ្ចឹងហើយដល់ពេលនេះខ្ញុំក៏ចេះតែហឺទៅអោយតែដែកដែលគេអាចលក់បានខ្ញុំចង់យកទៅឲ្យស្អីក៏អត់ខ្វល់ដែរតែថ្ងៃនេះស្រាប់តែហេងវិញក៏លេទៅឃើញមានប្រអប់មួយដែលជាប្រអប់ហប់ដែកចាហើយខ្ញុំឆ្ងល់ទេថាម៉េចបានជាគេមកហឺមុនខ្ញុំនឹងគេអត់ឃើញហើយមិនបានជាដល់ដៃខ្ញុំអញ្ចឹងខ្ញុំក៏អត់បានខ្វល់អីដែរដោយសារតែបញ្ញាប់ផងចិត្តដល់ម៉ោងបាយអញ្ចឹងទៅក៏លើកអាហប់ហ្នឹងយកមកដាក់នៅលើអតេះរុញហ្នឹងទៅបន្តដំណើរត្រឡប់ទៅផ្ទះទៅព្រោះគាត់ថាមកហប់នេះបើសិនជាលក់ក៏បានលុយយ៉ាងក្រែដែរព្រោះហប់ធំដែរជិះមកតាមផ្លូវគិតរហូតដោយសារតែថ្ងៃនេះគឺហឺបានតិចមែនតែនក៏ប៉ុន្តែណាហើយហូបមួយថ្ងៃ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 ព្រោះគូសាខ្ញុំខ្វល់ខ្លាំងមកដល់ផ្ទះហ្នឹងគ្រាន់តែមកដល់ផ្ទះឈប់កង់ងឹកចៅរត់មករបណ្ដោយហើយយាយវានេះក៏មកដល់ពីក្រោយហ្នឹងក៏សួរទៅថាបានអីខ្លះតាវាបែបហ្នឹង1 2 3 4ណាដល់ពេលខ្ញុំក៏បានប្រាប់គាត់ថានេះអានេះថ្ងៃនេះគឺបានរបស់ធំនេះមួយគ្រាន់បាដែរអាចដូរបាយបានមួយថ្ងៃក៏ចាប់ផ្ដើមរៀបចំយករបស់ទាំងអស់ដែលរើសបាននៅក្នុងថ្ងៃហ្នឹងលើកពីរទេះរុញហ្នឹងយកមកដាក់នៅកលៀតគៀនជាងទុកចោលហ្នឹងទៅបន្ទាប់មកទៀតហ្នឹងក៏លាងដៃលាងជើងបរិភោគអាហារពេលល្ងាចរួចរាល់ហើយក៏3អ្នកតាយាយចៅហ្នឹងក៏ចូលដំណេកសម្រានទៅហើយឲ្យអាចៅហ្នឹងក៏សម្រាននៅកដាលតបមករហូតមកដល់ពាក់កណ្ដាលត្រៀតហ្នឹងក៏មានអារម្មណ៍ថាមានសម្លេងរំខានចេញពីខាងក្រៅមានក្មេងរត់លេងដេញចាប់ស្រែកអវេពេញនឹងមានអ្នកខ្លះស្រែកទៅមានអ្នកខ្លះសោយទៅចង់វារំខានដំណេកហើយក៏គាត់ថាប្រហែលជាអាចនឹងមានចោលឬក៏របៀបម៉េចក៏កាន់ពិលភ្លើងហ្វាមួយហ្នឹងក៏ដើរចេញទៅខាងក្រៅក៏ឆ្លោះមើលនេះនោះជុំវិញផ្ទះហ្នឹងទៅហើយក៏គាត់ថាតិចចោលទៅហើយក៏គាត់មកវិញថាអីចោលណាផ្ទះឡើងក្ររតាំងកច្រកឆ្នាំងពុំមានផងផ្ទះរបស់ខ្ញុំហ្នឹងក៏ក្រលហេមលហាមសឹងអីមានចោលមកពីណាហើយក៏ដើរចូលវិញមកជួបយាយវាក៏ភ្ញាក់ដែរហើយក៏សួរមានរឿងអីទៅក៏បានប្រាប់ទៅក៏យាយវាអត់មានលឺអីទេប្រាប់ថាអូតែឯងគិតច្រើនពេកចាស់ហើយស៊ូមវិញទៅជាធ្ងន់ក៏បានសម្រានទៅរហូតដល់ព្រឹកឡើងចាប់តែភ្ញាក់ដឹងខ្លួនឯសារតែយាយនោះស្រែកមកវាស់ឲ្យយំយកប្រាប់ថាបាត់ចៅមិនដឹងថាបាត់ចៅនៅតែឲ្យស្មាបានទេភ្ញាក់មកនឹងទាំងពីរអ្នកហ្នឹងគ្រាន់មានឃើញចៅនៅកដាលហ្នឹងទេពីអ្នកយាយតាហ្នឹងដើររឡើងជុំវិញផ្ទះរត់ឃើញទេនៅសល់មកជំរឿសទៀតហ្នឹងគឺនៅក្នុងហឹបដែរទៅតែយកពីម្សុំវិញនឹងឯងស្រាប់តែពេលហ្នឹងយាយវាក៏បានកលេចមើលទៅហឹបហ្នឹងហើយហាក់ដូចជាមានអារម្មណ៍ដឹងថាចៅនៅក្នុងហ្នឹងពេលហ្នឹងក៏ឲ្យខ្ញុំហ្នឹងទាញហឹបហ្នឹងមើលឡចៅនៅក្នុងហ្នឹងវាលពឹសវាចូលលេងអញ្ចឹងហើយខ្ញុំគ្រាន់តែលូកដៃប៉ះភ្លាមនឹងលាកដៃឡើងពងបាយភ្លាមហ្មងដោយសារតែខ្ញុំទុកហឹបហ្នឹងចោលកដាថ្ងៃឬក៏មិនខ្ញុំក៏មិនដឹងដែរតែបើទុកកដាថ្ងៃវាមិនដល់ថ្នាក់ប៉ះភ្លាមលាកដៃអញ្ចឹងទេដោយសារតែលឺសូរសំឡេងកាន់តែខ្លាំងទៅពីក្នុងហឹបហ្នឹងខ្ញុំក៏បានជំរុញឲ្យខ្ញុំហ្នឹងលើកហឹបនឹងមើលហ្មងបើកទោះបីជាលាកដៃក៏ខ្ញុំនៅតែបើកមកមានណាឃើញចៅរបស់ខ្ញុំនៅក្នុងនឹងមែនគ្នាដេកឡើងលួយស្បែកតែអត់ប៉ះពាល់ដល់អាយុជីវិតទេពេលនោះបញ្ជូនទៅពេទ្យសង្គ្រោះបន្ទាន់ភ្លាមពីអ្នកយាយតាខ្ញុំនេះយំអាណិតចៅឡើងខ្លោចចិត្តហ្មងហើយពេលដែលចៅដឹងខ្លួនឡើងវិញក៏សួរទៅថាអាចៅឯងមិនបានជាលពឹសទៅចូលក្នុងហឹបនឹង1 2 3 4អញ្ចឹងចៅក៏បានបកស្រាយថាអញ្ចេះតែប៉ុន្តែនៅយប់ហ្នឹងក្រាប់តែពាក់កណ្ដាលយប់ហ្នឹងឬសូរកូនក្មេងលេងយ៉ាងក្រៅបណ្ដាចិត្តហ្នឹងឲ្យចង់ចេញទៅដល់ពេលចេញទៅដល់ហ្នឹងឃើញកូនក្មេងគេលេងមកក្រុមហ្នឹងសប្បាយមែនតើហើយក៏បានចូលទៅលេងមួយគេពេលហ្នឹងកូនក្មេងហ្នឹងបានបកដៃមកដល់ពេលឡើងទៅលើនឹងលេងមួយគេគ្រាន់តែងាកមកកូនក្មេងទាំងអស់ហ្នឹងមុខឡាអាក្រក់មែនតើហើយស្រាប់តែកូនក្មេងហ្នឹងចាប់ផ្ដើមមកចិត្តគេម្ដងតិចហើយមុខឡាអាក្រក់ហើយលេងស្រាប់ឆេះចាប់ផ្ដើមជិញឆេះរួលពេញនឹងហ្មងហើយឆេះដោយទាំងខ្លួនរបស់គេនឹងទៀតហើយចង់រត់ទៅណាក៏រត់អត់រួចដែរដូចរបៀបស្គប់នៅនឹងមួយកន្លែងហើយនឹងហើយដល់ពេលដឹងខ្លួនមកវិញគឺនៅក្នុងហឹបនឹងឯងគឺចាំបានតែប៉ុណ្្នឹងទេអូបើនិយាយអញ្ចឹងហឹបនឹងប្រហែលជាហឹបបុរងបារាណដែលចាស់និយាយតគ្នាថានៅពេលដែលគេបូជាសាកសពកូនក្មេងសម័យមុនគេយកហឹបនឹងសម្រាប់បូជាសាកសពគ្មានពីណាទៀតទេក្រៅពីហឹបនឹងឯង